ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបជ្រក់ស្លឹកត្រចៀកជ្រូកឲ្យមានរសជាតិឆ្ងាញ់ស្រួយច្របហើយបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនមុននឹងទស្សនាវីដេអូនេះអញ្ចឹងហើយកុំឲ្យខាតពេលយូរបងប្អូនទាំងអស់គ្នាកុំភ្លេចទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបន្ទាប់មកមុននឹងយើងជ្រក់ហ្នឹងគឺយើងត្រូវដាំទឹកឲ្យពុះសិនណាបងប្អូនដាំទឹកក្តៅឲ្យពុះបងប្អូនដាក់ស្លឹកក្រូចរំដេងមើមខ្ទឹមដើម្បីឲ្យកាត់ឆ្អាបឲ្យមានក្លិនឈ្ងុយតិចតែមកដាក់អំបិលបន្តិចស្ករសនិងម្សៅស៊ុបដើម្បីឲ្យមានរសជាតិឡមជ្រាបចូលនៅក្នុងស្លឹកត្រចៀកជ្រូករបស់យើងនឹងពេលដែលបងប្អូនច្រោះកុំភ្លេចលាងសម្អាតសិនណាបងប្អូនដោយការកោររោមកោអីយើងសម្អាត4ទៅ5ទឹកហើយពេលដែលស្ងោរទុករយៈពេល30នាទីដល់ពេលហើយគឺពេលនោះហើយគឺយើងអាចមកមើលគ្រឿងបងប្អូនគល់ក្រៃបងប្អូនហាន់ដូចនឹងខ្ញុំក៏បានបងប្អូនហាន់បន្ទះមូលក៏បានចំណែកឯរំដេងចិត្តជាបន្ទះអញ្ចឹងបងប្អូនដើម្បីងាយស្រួលក្នុងការជ្រក់របស់យើងហាន់ជាបន្ទះយ៉ាងហើយយើងចិត្តវាយ៉ាងតូចតិចមកដើម្បីឲ្យវាមានក្លិនឈ្ងុយហ្នឹងកាន់តែខ្លាំងណាបងប្អូនទាំងអស់គ្នាចំណែកម្ទេសហ្នឹងបងប្អូនឆ្កឹះគ្រាប់ក៏បានបើបងប្អូនជាហិលបងប្អូនមិនឆ្កឹះគ្រាប់ទេស្លឹកក្រូចហាន់កាន់តែល្អិតតូចអញ្ចឹងកាន់តែឈ្ងុយបន្ទាប់ពីបងប្អូនហាន់ហើយឃើញថាស្លឹកត្រចៀកជ្រូករបស់យើងហ្នឹងគឺឆ្អិនល្មមរយៈពេល30នាទីគឺឆ្អិនហើយបងប្អូនអញ្ចឹងនៅពេលដែលឆ្អិនគឺនឹងខ្ញុំស្រង់ដាក់ក្នុងទឹកកកបងប្អូនត្រាំទឹកកករយៈពេល10ទៅ15នាទីទៀតដើម្បីឲ្យស្លឹកត្រចៀកជ្រូករបស់យើងហ្នឹងមានរសជាតិស្រួយបងប្អូនស្រួយហើយផុយប៉ុន្តែយ៉ាងស្រួយរឹងអញ្ចឹងបងប្អូនអត់មានលេសលួយអីទេអត់មានយ៉ាងផុយយ៉ាងវល់ស្អិតអត់ទេបងប្អូនបន្ទាប់មកយើងមកលាយគ្រឿងបងប្អូនដើម្បីធ្វើទឹកត្រីទៅជ្រក់ទាំងអស់គ្នាមានខ្ទឹមមើមខ្ទឹមម្ទេសស្ករសនិងខ្ញុំដាក់ចំនួន3ស្លាបព្រាប៊ីចេង1ចុងស្លាបព្រាអញ្ចឹងបងប្អូនបន្ទាប់មកយើងបុកវាញ៉ាំបងប្អូនមិនបុកឲ្យបែកពេកក៏បានដែរបុកមកល្មមមកអាចគិតថាបងប្អូនពេញចិត្តណាបន្ទាប់មកនេះខ្ញុំថែមទឹកត្រីចំនួន3ស្លាបព្រាបងប្អូនទឹកត្រីនេះខ្ញុំអត់ទាន់ដាក់ច្រើនទេខ្លាចប្រៃពេកពេលដែលយើងដាក់ហើយបងប្អូនអាចភ្លក់មើលបានឃើញថាស្ទើរប្រៃអញ្ចឹងបងប្អូនថែមទៀតបានណាហើយបន្តមកទៀតគឺខ្ញុំទឹកក្រូចឆ្មាបងប្អូនខ្ញុំដាក់ចំនួន2ស្លាបព្រាកន្លះបងប្អូនកូរច្បល់ហើយបងប្អូនភ្លក់បន្តិចមើលថាល្មមអត់បន្ទាប់មកនឹងខ្ញុំក៏ថែមខ្ទឹមក្រហមបងប្អូនថែមខ្ទឹមក្រហមតាមក្រោយឲ្យមានទឹកត្រីរបស់យើងកាន់តែឈ្ងុយថែមទៀតពេលដែលភ្លក់មើលឃើញថាស្ទើរប្រៃនឹងខ្ញុំក៏ថែមទឹកត្រីចំនួន1ស្លាបព្រាកន្លះទៀតចាឥឡូវយើងរៀបចំទឹកត្រីហើយយើងមកមើលត្រចៀកជ្រូករបស់យើងក៏ដល់ពេលដែលយើងស្រង់ចេញពីទឹកកកហើយឃើញថាតំណងខ្លាំងមែនទែនបងប្អូនឡើងស្រួយតែម្ដងចំណែកការហាន់ឲ្យរាងតូចល្មមអញ្ចឹងណាបងប្អូនកុំធំពេកបើធំពេកអត់ចូលក្នុងគ្រឿងទេវាអាចអត់ចូលគ្រឿងអញ្ចឹងគ្រឿងបងប្អូននេះម្ទេសនេះខ្ញុំទុកដាក់ញោមខ្លះនឹងធ្វើទឹកត្រីខ្លះអញ្ចឹងទៅហើយស្លឹកក្រូចហើយគ្រឿងម្ដេងស្លឹកគ្រៃគល់ក្រែងគឺថាឈ្ងុយខ្លាំងបងប្អូនចំណែកទឹកត្រីនេះឃើញថាខាប់មែនតើបងប្អូនអើយតំណងសិតតែគ្រឿងឈ្ងុយទាំងអស់ហើយការញោមបើយើងលាយគ្រឿងទឹកត្រីឲ្យត្រូវគឺញោមរបស់យើងឆ្ងាញ់បងប្អូនត្រូវការរៀងប្រៃបន្តិចដិតបន្តិចទើបធ្វើឲ្យជ្រក់របស់យើងនេះឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងយើងមកចាប់ផ្ដើមជ្រក់ទាំងអស់គ្នាហើយចាឃើញថាយើងដាក់គ្រឿងក្រូចដែលយើងសំបំបាញ់វិញចូលទាំងអស់បងប្អូនទាំងទឹកត្រីទាំងរំដេងស្លឹកក្រូចស្លឹកជីកជ្រូករបស់យើងនឹងដាក់ចូលទាំងអស់ម្ទេសហ្នឹងដើម្បីឲ្យមានពណ៌ស្អាតហើយបងប្អូនជាហិលបងប្អូនមិនឆ្កឹះគ្រាប់ចេញទេដាក់ទាំងហិលចឹងតែម្ដងឃើញថាកាន់តែហិលកាន់តែឆ្ងាញ់តែម្ដងតែនៅខ្ញុំអត់សូវជាហិលតែដោយសារកូនខ្ញុំតូចតែបងប្អូនកូរច្បល់ឲ្យចូលគ្រឿងចឹងបងប្អូនណាឃើញថាជ្រក់ស្លឹកត្រចៀកជ្រូករបស់យើងរួចរាល់ហើយបងប្អូនចឹងហើយបងប្អូនកុំភ្លេចណាធ្វើតាមនៅវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងបងប្អូនអើយបានតិចមកកំពុងរត់តែអេមតែម្ដងសូមអរគុណសូមជម្រាបលា